នេះគឺជា hotel មួយដែលខ្ញុំចូលទៅភ្លាមខ្ញុំមានអារម្មណ៍ថាខ្លួនឯង like queen ហ្មងអ្នកទាំងអស់គ្នាហើយ it's like home ហ្មងខ្ញុំនិយាយមែនខ្ញុំមានអារម្មណ៍ថា welcome របស់គាត់ធ្វើឲ្យខ្ញុំ like feel special ហ្មងខ្ញុំទៅស្នាក់នៅនឹងរយៈពេល3ថ្ងៃខ្ញុំគឺជា public speaking trainer ហើយខ្ញុំគឺជា freelancer អញ្ចឹងខ្ញុំធ្វើការអត់មានកន្លែងធ្វើការអីត្រឹមត្រូវទេគឺខ្ញុំធ្វើការនៅណាក៏បានដែរធ្វើការនៅផ្ទះធុញពេកក៏ដកឃ្លាប3ថ្ងៃមកសៀមរាបធ្វើការនៅសៀមរាបហ្មងអ្នកទាំងអស់គ្នាមែនបើរើស hotel នេះមិញត្រូវម៉ាច់ហ្មង like home ហ្មងតែអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងចែករំលែកតទៅជាមួយនឹង look and feel នៅក្នុងបន្ទប់ខ្ញុំរៀង stress ខ្ញុំចង់តែគេនៅនឹង3យប់ហ្មងហើយនេះគាត់ decor មកខ្ញុំពេញចិត្តហ្មងមានកម្រងទៅប្រាប់គាត់ទៅគាត់ decor ឲ្យហ្មងពេលរងដែរគេខាងមុខនេះអ្នកទាំងអស់គ្នា I love it so much ណាមកជុំណាងុំអ្នកទាំងអស់គ្នានេះកន្លែងញ៉ាំបាយឡើងដូចខ្ញុំនិយាយមែន fresh សាហាវនេះអ្នកទាំងអស់គ្នាខ្ញុំនឹងរើម្ហូបដែលតំណងរូបឆ្ងាញ់ហើយខ្ញុំនឹងថតឲ្យអ្នកទាំងអស់គ្នាមើលកាលឹកខ្ញុំញ៉ាំផ្សំសិនមុននឹងយើងញ៉ាំម្ហូបឆ្ងាញ់ម្ហូបមួយមុខនេះគឺទាវសាច់គោធម្មតាប៉ុន្តែរសជាតិមិនធម្មតាអ្នកទាំងអស់គ្នាខ្ញុំទៅ3ថ្ងៃហ្នឹងខ្ញុំញ៉ាំអាហ្នឹងទាំង3ដងនិយាយច្រើនទេអ្នកទាំងអស់គ្នាមើលរូបទៅឆ្ងាញ់ប៉ុណ្ណានោះហើយម្ហូបទី2ដែលខ្ញុំចូលចិត្តនោះគឺអូម៉ាឡេតនេះហើយចានមួយចាននេះគឺញាក់ហ្មងអូម៉ាឡេតនឹងវាយដាច់ម្ហូបមួយចាននេះបើសិនអ្នកទាំងអស់គ្នា diet ឬក៏ healthy អីដាក់ទៅត្រូវហើយម្ហូបនេះមាននំប៉័ងផងហើយមានប៊ឺផងហើយដូចមានខ្ទិះតិចអូខ្ញុំនិយាយមែនខ្ញុំទៅសាទឹកដៃហ្មង This one ណា cute ខ្លាំងណាស់អ្នកទាំងអស់គ្នានំប៉័ងទឹកខ្មុំខ្លះដល់យើងញ៉ាំបិទភ្នែកមិនដឹងថាជាតិនោះជាតិកុំលេងសើចម្ហូបមិនមុខនឹងញ៉ាំខ្ទេចញ៉ាំម្ហូបហើយផឹកហើយគឺញ៉ាំទៀតអ្នកទាំងអស់គ្នាលើកនេះគឺផ្លែឈើម្ដងឆ្ងាញ់ពេកទៅ3ថ្ងៃឡើង2គីឡូអ្នកទាំងអស់គ្នាឃើញមុខនឹងក្តីសុខសាហាវពេលហើយឲ្យគេដាក់កាហ្វេមួយកែវទៀតមកអង្គុយនៅមាត់អាងអ្នកទាំងអស់គ្នាដោយសារតែនៅនឹងមានដើមឈើហើយ fresh សាហាវហ្មងអូយគាត់ឃើញ look and feel ខ្ញុំចង់ទៅម្សាទៀតនឹកសៀមរាបហើយមកនិយាយពេលល្ងាចវិញអ្នកទាំងអស់គ្នាអូយឈៀលសាហាវបើសិនជាអ្នកទាំងអស់គ្នាអត់ដឹងតាណាទេមកអង្គុយពេលល្ងាចដូចខ្ញុំចេះមក discount 50%អញ្ចឹងសុក order cocktail មួយចាក់ពេលខ្លះអែមដែររឿងខ្លះគិតអត់ចេញទេដល់បាន cocktail មួយកែវអីចឹងណាឃើញញ៉ាំក្តីសុខចឹងក៏ប៉ុន្តែ cocktail ហ្នឹងខ្ញុំឲ្យគាត់ដាក់ស្រាលមែនតើ cocktail ឆ្ងាញ់ក៏ត្រម order សកានេះក្លុកមួយទៀតអ្នកទាំងអស់គ្នាមួយនេះគឺសកានេះក្លុកហ្មងអត់មាន cocktail ទេវីដេអូឲ្យចប់ពេលល្ងាចក៏បានម្ដងហើយនេះគឺជាអាហារពេលល្ងាចរបស់ខ្ញុំអ្នកទាំងអស់គ្នាគឺ steak ហើយនឹងស៊ុបត្រីអ្នកទាំងអស់គ្នាគាត់ឃើញវីដេអូនេះហើយស៊ុបខ្លួនឯងថាមាន10ឆ្នាំម្ដងចាអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាពេលរកកន្លែង hotel តែចង់រក hotel ណាដែលស្ងប់ស្ងាត់ហើយមានផាសុកភាពមកជុំវិញងុំមានតម្លៃសមរម្យទៀតអ្នកទាំងអស់គ្នាមិនបាច់រកនៅណាឆ្ងាយទេអញ្ជើញមក Goland New Barn and Boutique all in one set ទៅស្អាតផាសុកភាពមានអាំងហែទឹកជាពិសេសជាទឹក1នាទីដល់ Pop Street មកតែអស្ចារ្យគឺ discount 50% ទៀតអ្នកទាំងអស់គ្នានៅចាំឲ្យទៀតកក់គាត់ឥឡូវណាស្ងួនបងនឹងអូននាំគ្នាទៅខ្ញុំឯណា